សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺយើងមានមុខម្ហូបថ្មីមួយមុខទៀតគឺសាឡម្ជូរគ្រឿងត្រកួនជាមួយនឹងសាច់គោអញ្ចឹងគ្រឿងផ្សំរបស់យើងគឺយើងមានត្រកួនយើងមានសាច់គោគ្រឿងបុកកូលក្រីរបស់យើងហើយជាមួយនឹងស្លឹកម្កាក់ជាមួយនឹងគ្រឿងស្ករប៊ីចេងរ៉ូឌីហើយនឹងគ្រឿងប្រហុកដំបូងគឺយើងយកឆ្នាំងតាតេយ៉ាងមកដើម្បីដាក់ជាមួយនឹងសាច់គោជាមួយនឹងគ្រឿងដែលយើងបុកហើយជាមួយនឹងស្លឹកម្កាក់យើងលាយចូលគ្នាយើងលាយគ្រឿងរបស់យើងឲ្យសព្វចូលគ្នាហើយបញ្យើងយកឆ្នាំងរបស់យើងហ្នឹងទៅដាក់នៅលើចង្ក្រាននឹងវាជារូបមន្តផ្សេងគ្នាប្រចាំគ្រួសារហើយសម្រាប់ខាងគ្រួសារខ្ញុំគឺធ្វើម្ហូបបែបហ្នឹងទៅគឺវាមានរសជាតិឆ្ងាញ់ណាយើងច្បល់គ្រឿងយើងឲ្យរួចរាល់ហើយបញ្យើងយកដាក់ទៅលើឆ្នាំងអញ្ចឹងនៅពេលដែលយើងដាក់ស្លឹកម្កាក់រួចរាល់ហើយយើងក៏ដាក់ជាមួយនឹងគ្រឿងកូលក្រីរបស់យើងបុករួចរាល់ហើយហ្នឹងយើងដាក់ជាមួយនឹងរ៉ូឌីហើយនឹងប្រហុកយើងដាក់ជាមួយនឹងស្ករសបន្តិចបន្ថែមជាមួយនឹងប៊ីចេងដាក់ទៅតាមបរិមាណគ្រឿងរបស់យើងហើយយើងក៏មានដាក់ជាមួយនឹងស្ករពាងព្រោះអីសម្រាប់សាឡម្ជូរគ្រឿងហ្នឹងយើងដាក់ជាមួយនឹងស្ករពាងហើយបន្ថែមជាមួយស្ករសបន្តិចបានវាចាប់រសជាតិកាន់តែឆ្ងាញ់នៅហើយយើងដាក់ប្រហុកបន្តិចទៀតព្រោះអីដាក់មុនហ្នឹងយើងប្រហុកយើងរៀងស្ទើរនៅពេលដែលយើងដាក់គ្រឿងខៅយើងបញ្ចូលរួចរាល់ហើយយើងច្បល់ចោះច្បល់ឡើងសម្រាប់សាឡម្ជូរគ្រឿងហ្នឹងបងប្អូនតើយើងដាក់ប្រហុករៀងចានតិចបានវាចាប់រសជាតិណាហើយចុងក្រោយហ្នឹងគឺយើងដាក់ជាមួយនឹងម្ទេសឆ្អើរកញ្ច្រាំដើម្បីឲ្យសាឡម្ជូរគ្រឿងយើងគឺមានពណ៌កាន់តែស្រស់ស្អាតនៅពេលដែលយើងច្បល់រួចរាល់ហើយបងប្អូនយកឆ្នាំងរបស់យើងទៅដាក់លើចង្ក្រានយើងដាក់លើចង្ក្រានមកសន្ទុះទៅដើម្បីឲ្យសាឡយើងនឹងវារាងពុះបន្តិចយើងក៏យកវែកមកកូរសាឡយើងដើម្បីឲ្យគ្រឿងនឹងវាចូលជាតិកាន់តែឆាប់បងប្អូនហើយយើងមកងាស់សាឡម្ជូរសាច់គោរបស់យើងនឹងទុកបន្តិចទៅរាងពុះហើយយើងក៏បន្ថែមជាមួយនឹងទឹកនៅពេលដែលយើងដាក់ទឹកចូលរួចរាល់ហើយបងប្អូនពេលវាពុះបងប្អូនកុំភ្លេចយកវែកដើម្បីជោគពពុះវាចេញព្រោះអីបើបងប្អូនទុកពពុះហ្នឹងទៅវាអាចខាចេញមកពីម្ទេសឆ្អើរហើយនឹងទឹកសាឡរបស់យើងហ្នឹងវាអត់ថ្លាបងប្អូនអញ្ចឹងយើងអាសាកូរពពុះបន្តិចព្រោះអីយើងដាក់ម្ទេសឆ្អើរទៅវាឡើងពពុះពេលដែលយើងកូរពពុះយើងស្រង់ពពុះរួចរាល់ហើយយើងបន្ថែមជាមួយនឹងម្ទេសបន្តិចណាបងប្អូនហើយយើងបន្ថែមជាមួយនឹងស្លឹកម្កាក់យើងបន្ថែមតិចទៀតព្រោះអីខ្លាចសាឡយើងស្ទើរជូរហើយរួចរាល់ហើយបងប្អូនយើងដាក់ត្រកួនយើងចូលទៅត្រកួនរបស់យើងបងប្អូនបើត្រកួននឹងជាប្រភេទត្រកួនរាងធំអញ្ចឹងបងប្អូនមកងាស់វាចោលមកសន្ទុះទៅដើម្បីឲ្យត្រកួនរបស់យើងនឹងវារាងរលួយបន្តិចណាបងប្អូនតែបើសម្រាប់ត្រកួនដែលសរសៃទូចបងប្អូនដាក់តែមួយបំពុះហើយយើងបលត់ភ្លើងវាចោលទៅ